วิธีរបស់អរូបាវចរកិរិយាចិត្តភវង្គចិត្តជាមហាវិបាកញ្ញសម្បយុទ្ធភវង្គចរណៈជាមហាវិបាកញ្ញសម្បយុទ្ធភវង្គឧបច្ឆេទៈជាមហាវិបាកញ្ញសម្បយុទ្ធចិត្តផុតវិធីមនោទ្វារាវចនៈជាអហេតុកកិរិយាចិត្តបរិកម្មឧបចារៈអនុឡោមកោត្រភូជាមហាកិរិយាបេខាញ្ញសម្បយុទ្ធពីរដួងអរូបាវចរកិរិយាចិត្តភវង្គចិត្តជាមហាវិបាកញ្ញសម្បយុទ្ធវិធីចិត្តនេះសម្រាប់មន្តបុគ្គលចំណែកតក្ខបុគ្គលមិនមានបរិកម្មទេអរូបាវចរចិត្តទាំង12ដួងមានចិត្តសឹកកើតរួមជាមួយ30គឺអញ្ញសមានាចិត្តសឹក10វិវិតកៈវិចារៈបៃតេសោភនៈសាធារណៈចិត្តសឹក19បញ្ញាចិត្តសឹក1វិរតិ3អបមញ្ញា2